ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែធ្វើការឆ្លងសាឡាងទៅលើកោះមកកន្លែងនៅក្នុងស្រុកកំពង់តាឡាយខេត្តកំពង់ឆ្នាំងនៅឃុំអំពិលទឹកខាងអាជ្ញាធរបានសនំពរឲ្យពួកយើងចុះសិក្សានៅតំបន់គាត់ដោយសារបញ្ហារងថ្ងៃនេះគឺនៅលើកោះនេះទាល់គឺពួកគាត់មានបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ការបរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃហើយគាត់ប្រាប់មកថានៅលើកោះរបស់គាត់ហ្នឹងគឺអត់មានមុខដងឯងចេញទេបើសិនជាចេញក៏ចេញប្រភេទទឹកដែលប្រើអត់បានតាមទិន្នន័យដែលគាត់ផ្ដល់មកឲ្យគ្រួសារនៅលើកោះហ្នឹងច្រើនខ្លាំងមែនទេបងប្អូនបើសិនជាសរុបបរិមាណមនុស្សថាចូលជាងចូលខ្ទង់10000នាក់ហើយសរុបទាំងអស់ដូចជាប្រហែលភូមិចង់10ភូមិបងប្អូនទឹកដីកោះមួយកន្លែងនេះនៅមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានទេហើយបច្ចុប្បន្នប្រជាពលរដ្ឋនៅទីនេះកំពុងខ្វះខាតទឹកស្អាតសម្រាប់បរិភោគប្រចាំថ្ងៃដែលកន្លងមកពួកគាត់បានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការទិញទឹកបរិភោគហើយប្រភពទឹកនៅលើតំបន់របស់ពួកគាត់ជួនថ្ងៃខ្លះថ្លាល្អជួនថ្ងៃខ្លះទៀតក៏មានភាពល្អកកផងដែរជាមួយគ្នានេះនៅទីនេះក៏មានកុមារាកុមារីដែលជាសិស្សសាលាជាច្រើនអ្នកកំពុងសិក្សាផងដែរដោយមួយថ្ងៃពួកគាត់បានចំណាយប្រាក់យ៉ាងតិច 1000 រៀលក្នុងមួយនាក់សម្រាប់ទិញទឹកបរិភោគជាបន្ទាប់ទៅនេះយើងនឹងទៅស្ដាប់ប្រសាសន៍របស់អាជ្ញាធរមូលដ្ឋានជាមួយខ្ញុំបាទទាំងអស់គ្នាលោកសួរលោកពូបាទលោកពូនៅនេះគេហៅភូមិអីឃុំអីស្រុកអីដែរលោកពូបាទនៅនេះគេហៅភូមិបាក់ភ្នំឃុំអំពិលទឹកស្រុកកំពង់តាឡាយខេត្តកំពង់ឆ្នាំងនៅនេះមានប្រជាពលរដ្ឋ11ភូមិ11ភូមិបាទបើសិនជាយើងសរុបទៅប្រហែលជាចូលខ្ទង់10000នាក់ដែរលោកពូណាជាង10000បាទជាង10000នាក់ប្រភពទឹកនៅលើនេះបានពីណាមកវិញលោកពូសម្រាប់ប្រើប្រាស់រាល់ថ្ងៃប្រើទឹកទយោហ្នឹងគេបូមតាមទយោហ្នឹងបងពីណាមកវិញគេបុកម្ដងឬក៏មិនលោកពូអត់ទេគេបូមពីទន្លេមកគេអូអញ្ចឹងមកថាបូមពីទន្លេហើយគេយកមកចម្រោះយកមកចម្រោះឲ្យបានប្រហូរចេញមកគេហៅទយោទឹកស្អាតចឹងទៅហ្នឹងហើយតាមផ្ទះប្រជាពលរដ្ឋចឹងទៅទឹកដែលគេចម្រោះចេញមកហ្នឹងវាមានសន្តានដូចមិនវាថ្លាល្អដែរលោកពូមានថ្ងៃថ្លាមានថ្ងៃអត់ថ្លាចឹងទៀតហ្នឹងហើយជាងកាលមកទឹកទន្លេសុទ្ធសូមជំរាបសួរបាទខ្ញុំបាទឈ្មោះថនធូជានាយកសាលានៅសាលាបឋមសិក្សាបាក់ភ្នំជាទូទៅទឹកដែលគាត់យកមកហូបប្រើប្រាស់សម្រាប់ហូបជារៀងរាល់ថ្ងៃហ្នឹងគឺគាត់ត្រូវទិញបាទទិញគេទិញទឹកធុងយើងទឹកដបបាទដែលគេដើរបោះលក់តាមតូបអញ្ចឹងទៅបាទអញ្ចឹងត្រូវការប្រើប្រាស់ថវិកាបាទមួយដប500ទៅ1000បាទហើយក្នុងមួយថ្ងៃយើងមិនមែនហូបមួយដបណាហូបច្រើនអញ្ចឹងគាត់ចំណាយដូចយើងច្រើនដែរបាទពួកយើងមកទៅនេះតាមការសនំពររបស់បងក៏ដូចជាអាជ្ញាធរនៅក្នុងសហគមន៍ដើម្បីរួមគ្នាដោះស្រាយបញ្ហាកង្វះទឹកស្អាតយើងចង់ជំរុញឲ្យការប្រើប្រាស់ស្អាតហ្នឹងទូលំទូលាយទូទាំងប្រទេសកម្ពុជាហើយជាពិសេសនៅលើកោះនេះវាបញ្ហាកង្វះទឹកគឺខ្លាំងមែនទែនតាមខ្ញុំសិក្សាមើលតាមរយៈហ្នឹងណាបាទអញ្ចឹងខ្ញុំសង្ឃឹមថាឆាប់ខាងមុខហ្នឹងគឺពួកយើងនឹងទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ដោយដែលបងបានមើលការផ្សព្វផ្សាយពីមុនមកគឺយើងចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នាហើយខ្ញុំស្ដាប់តែយោបល់នឹងមតិព័ត៌មានពីបងទេថាកង្វះយ៉ាងម៉េចត្រូវគ្រប់គ្រងយ៉ាងម៉េចអាហ្នឹងគឺសូមយោបល់ពីបងវិញបាទ